bà xung là một cái group chỉ biết số đầu bóng ô nó lưu say này dạng là phải mình chuyên luôn chi từng ở chỉ ti group nâng chỉ ti nâng cái lực bà nơi riêng rồi ngày sáng chập bị mong và bây giờ là từ từ mong của muốn rất ở lưu say tay tại bàn tu sân để cầm một thi muối bạt bài miền mùa hải thá cầm một thi lấy chút tệ là cột ở lưu nếpประกอบchỉ dù bàn chấp bạc bạt nơi khu bầm non cả taสำคัญđể cầm một thi lấy chút tệ là cột đài riêng trong nơi còn là lăng đòi tập hành tu tu polypram hai đầm ở rục chùm bát thành cùng lóng mà bồng pin tu nơi ti bạt không thành chỉ bị cỏเอาลูกเนี่ยแต่แต่บ้านดังหนึ่งบ้านชีวิตบ่าเฮยถ้าชีวิตเราบ้องมาดูเนี่ยบาดชีวิตคือจีการพูดดำน้าชีวิตเตยฉลองกัดเนื้อเอาไว้กรุ๊ปแบบอย่างต่างออกบาดดำไปชูแต่กันอนาคตมุ้ยและมีเกจมุ้ก็โดยจะมีอนาคตแบบพลิสฟังสำหรับสัปดาห์นี้เว้นเอาลูกเนี่ยหนึ่งบ้านจูบหนึ่งสายชีวิตดอกจูบใจมุ้ยตีดบาดเราบอกเอาเพียงกันอยู่เราบอกยืงเอาลูกใส่ประกอบจีบานชีวิตบาดไปกระจุนก็โดยเจียอยู่กระจุนบาดคือกอบเพียงกันอยู่บอกยืงแค่นี้cứ chia du lịch chun rồi có bay cái chun mà rút đại tiêu tay từ tôi ban để chụp nạp lại lấy mui mấy bạt này cầm một thì du lịch chun nào ở lần này bà con chụp bàn tiếp thà tá ở phía kịch du bao nhiêu cứ chia là nà bạt lấy xong một vài đón chút chứ mui nâng phía kịch du bao nhiêu đại chia bay cái chun tiêu tay từ tôi ban chụp nạp lại lấy muối nơi nó cầm một thì du lịch chun nào tại một đòn bạt bắt dùng chun xưa bạt hình sọc sàn bạt chung một bao lúc mình chạm máu thảo săn thì phim group pin bà anh min aram trong bài đại sầm ngàyนี้bàចំពោះរូបខ្ញុំបាទគឺថាមានអារម្មណ៍សប្បាយចិត្តមែនទែនបន្ទាប់ពីបានទទួលជ័យលាភីនៅក្នុងកម្មវិធីយុវជនឆ្នើមហើយឥឡូវនេះគឺត្រូវបានផ្ដល់កិត្តិយសកម្មវិធីផ្លូវឆ្ពោះទៅអនាគតដែលមានបងជាអ្នករៀបចំកម្មវិធីនេះផ្ដល់កិត្តិយសឲ្យខ្ញុំបាទមកបកស្រាយពីដំណើរការនៃជីវិតរបស់ខ្ញុំដូចជាសូមអញ្ញាសួរសំណួរជាដំបូងបាទលោកហ៊ីនសុកសាននៃកើតនៅឆ្នាំណាហើយស្រុកកំណើតនៅកន្លែងណាដែរបាទបាទតាមពិតទៅខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវទេខេត្តតាកែវបាទខេត្តតាកែវស្រុកបាទនៅស្រុកគិរីវង្សបាទភូមិពោឃុំបាទជាន់ជុំស្រុកគិរីវង្សខេត្តតាកែវប៉ុន្តែខ្ញុំសូមបកក្រោយតិចគឺខ្ញុំមិនមានស្រុកកំណើតនៅទីនោះប៉ុន្តែដល់ការពីសង្គមចាស់បាទមុនសម័យខ្មែរក្រហមនោះគឺថាឪពុកម្ដាយឪពុកខ្ញុំគាត់ធ្វើជាប៉ូលីសអញ្ចឹងគាត់មានការផ្លាស់ប្ដូរទីកន្លែងការងាររហូតមកដល់ភ្នំពេញអញ្ចឹងម្ដាយខ្ញុំក៏គាត់ផ្លាស់ប្ដូរទីនៅមកតាមហូបមកដល់សម័យខ្មែរក្រហមក៏គេជំលះគ្រួសាររបស់ខ្ញុំបាទហ្នឹងទៅដល់ខេត្តព្រះវិហារអញ្ចឹងធ្វើឲ្យខ្ញុំបានទៅកើតនៅខេត្តព្រះវិហារហ្នឹងឯណោះបាទគឺកើតនៅជិតនឹងបែកខ្មែរក្រហមតែម្ដងគឺកើតនៅថ្ងៃ13ខែមេសាឆ្នាំ1979កើតបានប្រហែលហើយគឺបែកខ្មែរក្រហមតែម្ដងបាទបែកខ្មែរក្រហមបាទដាក់ឈ្មោះសុកសានតែម្ដងគេទៅបែកឆ្នាំ79ខ្មែរក្រហមនេះយើងអត់តរំដោះ7មករាទេបាទអូក្រោយបាទក្រោយអូ7មករាហើយបានយើងកុម្ភៈមិនិនាមេសាបាទកើតមកចំពេលសុកសានត្រានមកដាក់ឈ្មោះសុកសានតែម្ដងសុកសានអូនេះជាប្រវត្តិមួយបាទតែទៅឈ្មោះស្រុកបច្ចុប្បន្ននេះលោកឪពុកនិងម្ដាយរបស់លោកនៅណាដែរបាទគឺខ្ញុំសូមនិយាយតិចគឺថាលោកឪពុករបស់ខ្ញុំហ្នឹងគាត់បានឥឡូវមិនដឹងថាគាត់ចែកឋានទៅឬក៏គាត់នៅរស់ទេគឺគាត់បានបែកពីគ្រួសារខ្ញុំនៅឆ្នាំបន្ទាប់ពីមកដល់ព្រះវិហារវិញគឺមកដល់ទីក្រុងភ្នំពេញគឺយើងបានមកចាប់ផ្ទះមួយនៅតំបន់សាសិលឹកនេះគឺបានឪពុកខ្ញុំបានចាប់ចំនួនមួយគឺនាំកណាត់ពីថៃមកលក់នៅភ្នំពេញម្ដាយខ្ញុំនាំកណាត់ពីភ្នំពេញចុះទៅវៀតណាមដល់ពេលមកដល់ចិត្តតែជោគជ័យកាក់កបទៅក៏មានគប់សំនឹងព្រឹត្តិការណ៍មួយគឺថាម្ដាយខ្ញុំនៅភ្នំពេញនេះក៏មានជនខិលខូចប្លន់គាត់ដល់ពេលប្លន់គាត់ទៅឪពុកខ្ញុំក៏គាត់ទៅរកស៊ីនៅជីដែរនោះក៏ចាញ់បោកមិត្តភ័ក្តិទៀតក៏គាត់មកវិញក៏គាត់ខាតអញ្ចឹងធ្វើឲ្យគ្រួសារខ្ញុំជួបភាពលំបាកទៀតក៏ប្រម៉ែប្រមូលទ្រព្យសម្បត្តិនៅសល់ហ្នឹងក៏ឪពុកខ្ញុំចេញនៅសារក្រោយទៀត1982ឪពុករបស់ខ្ញុំក៏បានកាលខ្ញុំនៅតូចដែរខ្ញុំដឹងតែតិចតិចគឺថាអាចចាំបានគឺគាត់បានផ្ដាំថាប៉ាលាកូនទៅទិញកង់ដើម្បីដុកអង្គលក់ពេលនោះក៏គាត់បានទៅបាត់រហូតដល់10ថ្ងៃតែម្ដងបាទបាត់រហូតដល់10ថ្ងៃមានន័យថាសុកសានបានលើពាក្យសម្ដីចុងក្រោយគឺពាក្យប៉ាថាលាបាទលាទៅទិញកង់ដើម្បីដឹកអង្គលក់ពេលនោះក៏បាត់រហូតដល់10ថ្ងៃប៉ុន្តែពេលគណៈដែលពុកខ្ញុំទៅនោះគឺម្ដាយខ្ញុំកំពុងតែកូនខ្ចីគឺបានប្អូនឆ្លងទលេបានប្អូនស្រីខ្ញុំមួយបាទអ្នកម្ដាយខ្ញុំបន្ទាប់ពីគាត់ឪពុកខ្ញុំបានចាក់ចេញនេះគាត់ខំតស៊ូពុះពៀចិញ្ចឹមកូនទាំង3ហើយឆ្លងកាត់នៅជីវភាពយ៉ាងលំបាកមែនទែនបន្ទាប់មកគាត់រហូតមកដល់ឆ្នាំ2000គាត់បានចែកឋានបាត់ទៅហើយបាទពេលនោះខ្ញុំនៅរៀននៅឡើយទេឆ្នាំ2000ហ្នឹងបាទខ្ញុំសូមនិយាយងាកទៅខាងក្រោយបន្តិចពេលដែលឪពុករបស់ខ្ញុំគាត់បានចាក់ចេញទៅហ្នឹងគឺម្ដាយខ្ញុំដែលទៅរោងជាស្ត្រីមេម៉ាយហ្នឹងគាត់មានកូន3នាក់ហើយក្នុងនោះគឺសល់លុយតែក្នុងកាលហ្នឹងខ្ញុំអាចចាំបានគាត់បាននិយាយប្រាប់ខ្ញុំគឺសល់លុយតែ
70 រៀលលុយខ្មែរទេបាទគឺកាលហ្នឹងគឺបាទសម័យហ្នឹងគឺមានលុយ70 រៀលគឺពិបាកមែនតើអញ្ចឹងគាត់ក៏កូនខ្ចីផងសរសៃខ្ចីផងគាត់ជួបប្រទះហេតុការណ៍អាចារ្យដើម្បីជួយកូនដូចជាគាត់ត្រូវឆ្លងកាត់ប្រកបមុខរបរដូចជាយកលុយ70ហ្នឹងគាត់យកឆ្នៃឲ្យបានចិញ្ចឹមកូនទាំង3រហូតមកដល់សប្តាហ៍ថ្ងៃគឺគាត់បានផ្ដើមដំបូងគឺគាត់លក់នំអន្សមបាទលក់នំអន្សមក្រោយមកទៀតទៅគាត់ក៏ចាប់ផ្ដើមលក់ធ្វើជ្រក់មមៀងជ្រក់សក់អីចឹងទៅហើយពេលនោះខ្ញុំដើម្បីជួយបន្ធូរថយការងាររបស់គាត់ហ្នឹងដើម្បីរកចំណូលខ្ញុំនៅតូចដែរគឺថាមុននឹងទៅរៀនពេលព្រលឹមឡើងអីចឹងណាខ្ញុំឆ្លៀតទូលដំឡូងស្ងោរលក់បាទគឺថាយើងព្រលឹមឡើងមុនទៅរៀនខ្ញុំនៅរៀនបឋមនៅឡើយទេគឺថាខ្ញុំទូលដំឡូងស្ងោរពេលព្រលឹមឡើងក្រោកពីម៉ោងល្ងាចខ្ញុំចាប់ដើមទូលលក់ក្នុងភូមិហ្នឹងហើយអញ្ចឹងម៉ោង6យើង7ខ្ញុំចាប់ដើមស្លៀកពាក់ទៅរៀនអញ្ចឹងគេថាបន្ទាប់មកខ្ញុំល្ងាចអញ្ចឹងទៅខ្ញុំជួយលក់ជ្រក់ទៀតល្ងាចចេញពីសាលាទនេយើងលក់ជ្រក់ទូលក់តាមផ្លូវនៅក្នុងភូមិយ៉ាងហ្នឹងបាទគេនឹងគឺខ្ញុំនៅក្នុងភូមិចំពោះក្អែកនៅឡើយទេបាទដល់ពេលរហូតដល់លក់ពោតស្ងោរលក់អីខ្ញុំធ្លាប់លក់ច្រើនបាទរហូតដល់ខ្ញុំលក់ដល់ធំដល់ម្ដាយខ្ញុំគាត់អាណិតកូនគាត់ថាគាត់មើលទៅឃើញថាយើងធំបែរជាមានការអៀនខ្មាស់ច្រើនគេក្នុងភូមិគេអត់មានភាពលំបាកអញ្ចឹងគេមានម៉ែឪដល់ហើយគាត់ឃើញគាត់ក៏អាណិតខ្ញុំគាត់ជប់ឲ្យខ្ញុំលក់គាត់ទៅចិត្តនឿយហត់តែឯងអញ្ចឹងឲ្យខ្ញុំដឹងតែរៀនទេអញ្ចឹងនេះគឺជាប្រវត្តិដែលសុខសាន្តចាំច្បាស់ណាបាទពីព្រោះធម្មតាធ្លាប់ជួបនៅរឿងរ៉ាវផ្សេងដែលគ្រួសារស្ថានភាពគ្រួសាររបស់យើងឆ្លងកាត់ធ្វើឲ្យសុខសាន្តពេលនោះសុខសាន្តមានអារម្មណ៍គិតថាអាណិតម្ដាយខ្លាំងប៉ុណ្ណាដែរទេបាទគឺថាខ្ញុំអាណិតមែនតែនគឺថាងាកទៅឃើញគេមានលុយគេមានកាក់ចាយវិញគេចិញ្ចឹមកូនដល់យើងឃើញម្ដាយយើងម្នាក់ឯងហើយគាត់មិនដែលបានដេកសម្រាប់ឲ្យឆ្ងាញ់ភ្នែកទេគឺថាគាត់ក្រោកពីម៉ោងគាត់ចូលសម្រាប់រៀងរាល់យប់គឺគាត់ចូលសម្រាប់នៅម៉ោង11ឬម៉ោង12មួយយ៉ាងបងអូនស្រីក៏នៅតូចបាទតូចទៀតសុខសាន្តក៏នៅតូចបាទប៉ុន្តែឲ្យយ៉ាងណាក៏ដោយក៏អ្នកម្ដាយរបស់សុខសាន្តរបស់ទាំងអស់គ្នាហ្នឹងគឺមុននឹងលោកបានចែកឋានទៅលោកបានបន្សល់នៅអ្វីដែលជាអំពើល្អជាពិសេសគឺកូនចៅទាំង3ណាបានមេរៀនក៏សូមឲ្យវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយរបស់សុខសាន្តក៏លោកទៅសើសុខនៅក្នុងសុគតិភពបាទហើយនឹងតាមថែរក្សាកូនរហូតមកដល់ពេលឥឡូវបាទដោយសារតែការណែនាំការអប់រំការប្រឹងប្រែងរបស់ម្ដាយនេះដែលធ្វើឲ្យសុខសាន្តមកដល់ថ្ងៃនេះឥឡូវនេះបន្តសំណួរទៀតក្រោយពីដំបូងជីវិតរបស់សុខសាន្តក៏ដូចជានឹងបងប្អូនអត់ពីឪពុកក៏នឹងម្ដាយប៉ុន្តែចង់សួរថាតើក្រោយពីអត់ម្ដាយតើជីវិតសុខសាន្តមានរបត់មានដំណើរមកយ៉ាងម៉េចដែរបាទបន្ទាប់ពីខ្ញុំរៀននៅវិទ្យាល័យហើយខ្ញុំបានប្រឡងបាក់ឌុបជាប់នៅក្នុងឆ្នាំ99ហ្នឹងដែរខ្ញុំក៏បានមកបន្តការសិក្សានៅភ្នំពេញបន្តទៀតគឺខ្ញុំនៅសាក់ជាមួយមីងខ្ញុំដដែលគឺខ្ញុំរៀននៅវិទ្យាស្ថានមួយគឺវិទ្យាស្ថានជាតិគ្រប់គ្រងបាទឥឡូវគេដូរទៅជាសាកលវិទ្យាល័យជាតិគ្រប់គ្រងហើយគឺខ្ញុំបានប្រឡងជាប់ចូលរៀននៅទីនោះហើយបន្ទាប់មកទៀតខ្ញុំក៏បានប្រហែលជានៅជាមួយម្ដាយមីងខ្ញុំរៀនបានប្រហែលជាក្នុងឆ្នាំទី1ពេលនោះគឺដោយសារមានភាពប្រកម្មប្រកុសនៅក្នុងគ្រួសារម្ដាយមីងខ្ញុំក៏បង្ខំចិត្តបានចាក់ចេញពីផ្ទះគាត់សុំគាត់ចេញហើយក៏បានទៅនៅនឹងមិត្តភ័ក្តិម្នាក់នៅឯតាខ្មៅបាទប៉ុន្តែខ្ញុំនៅបន្តការសិក្សាដដែលដល់ពេលខ្ញុំបានចេញពីមិត្តភ័ក្តិនៅតាខ្មៅនឹងហើយខ្ញុំបាននៅជាមួយគេហើយប៉ុន្តែដោយសារតែឪពុកម្ដាយគេគឺថាយើងពុំមានអ្វីផ្ដល់ជាសគុណដល់គាត់ក៏ខ្លាចក្រែងចិត្តពេលនោះមានមិត្តភ័ក្តិម្នាក់ទៀតដែលគាត់ជួយយកអាសាខ្ញុំនោះគាត់បានឲ្យខ្ញុំនឹងមកស្នាក់នៅនឹងអង្គការមួយគឺអង្គការនេះឈ្មោះថាចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបាទតែខ្ញុំនៅតែបន្តការសិក្សាដដែលបាទអញ្ចឹងនិយាយកាត់ខ្លីៗសង្ខេបខ្លីៗមកឃើញថាប្រវត្តិនៃការតស៊ូរបស់សុខសាន្តហ្នឹងបាទទោះបីជាមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយតែសុខសាន្តមិនបោះបង់បាទ